បញ្ហាគ្រោះថ្នាក់សរសៃឈាមនៅខួរក្បាលឬក៏យើងហៅម្យ៉ាងទៀតថា stroke បានបន្សល់ទុកផលលំបាកយ៉ាងច្រើនសម្រាប់អ្នកជំងឺកំណត់សម្គាល់ថាជាបញ្ហាធំនោះគឺពិការភាពហើយថ្ងៃនេះខ្ញុំចង់លើកយកចំណុចពិការភាពនៅផ្នែកខាងស្ដាំដែលអ្នកជំងឺគាត់មានការប៉ះពាល់នៅលើខួរក្បាលផ្នែកខាងឆ្វេងយើងកំណត់សម្គាល់ឃើញសញ្ញាមួយចំនួនទៅលើអ្នកជំងឺដែលគាត់មានបញ្ហា stroke នៅផ្នែកខាងស្ដាំហ្នឹងគឺទីមួយគឺគាត់លំបាកនៅក្នុងការលេបអាហារនៅពេលដែលគាត់ញ៉ាំគាត់អាចមានឆ្លក់ពិបាកលេបដោយសារសាច់ដុំនៅផ្នែកខាងស្ដាំរបស់គាត់គឺមានបញ្ហាហើយទី2គឺពាក់ព័ន្ធទៅនឹងការប្រស្រ័យទាក់ទងនៅពេលដែលគាត់ចង់បានអ្វីមួយឬក៏គាត់ចង់ផ្ដល់ព័ត៌មានពីសុខភាពផ្ទាល់ខ្លួនរបស់គាត់មួយមកកាន់យើងពាក្យដែលគាត់និយាយមកយើងច្រើនតែអត់ច្បាស់ដោយសារសាច់ដុំហើយនឹងសរីរាង្គរបស់គាត់ជាពិសេសដល់ផ្នែកខាងស្ដាំហ្នឹងគឺมันអាចបត់បែនទៅតាមអ្វីដែលគាត់ control បានទី3គឺពាក់ព័ន្ធទៅនឹងការធ្វើចលនាអញ្ចឹងអ្នកជំងឺដែលគាត់មានបញ្ហាពិការភាពនៅផ្នែកខាងស្ដាំគាត់ពិបាកនៅក្នុងការ control លំនឹងរបស់គាត់ហើយនឹងធ្វើចលនាផ្សេងៗប្រចាំថ្ងៃដូចជាដើរហើយឬក៏ចល័តខ្លួនឬក៏ផ្អៀងផ្អងប្រែប្រួលសកម្មភាពផ្សេងៗនៅក្នុងការដែលគាត់នៅសម្រាប់លើគ្រែលើពីនោះគឺគាត់អាចប្រឈមមុខនឹងបញ្ហាដំបៅគ្រែឬក៏លាកសួតនៅក្នុងលក្ខខណ្ឌដែលគាត់សម្រាប់នៅលើគ្រែយូរដោយមិនសូវមានចលនាហើយមិនទទួលបានការថែទាំច្បាស់លាស់ត្រឹមត្រូវសម្រាប់ដំណោះស្រាយលើបញ្ហាដែលខ្ញុំបាននិយាយខាងលើមិញហ្នឹងគឺយើងអាចដោះស្រាយបានតាមរយៈការរកអ្នកជំនាញបច្ចេកទេសផ្នែកវិទ្យាសាស្ត្រដូចជាគិលានុបដ្ឋាឬក៏បុគ្គលិកជំនាញណាមួយផ្នែកវិទ្យាសាស្ត្រទៅធ្វើការថែទាំជូនអ្នកជំងឺហើយនៅក្នុងនោះលើកទឹកចិត្តឲ្យលោកអ្នកកុំបោះបង់ចោលនៅលើការថែទាំដោយប្រើប្រាស់អ្នកជំនាញ